បងប្អូនពេលព្រឹកឡើងចេះគឺយើងធ្វើស៊ុបយកមកហូបឬក៏មកយកមកញ៉ាំគឺល្អដល់សុខភាពយើងអញ្ចឹងគឺយើងយកបន្លែជាមួយនឹងផ្សិតយើងហាន់ផ្សិតឲ្យហើយទៅហើយបន្ទាប់មកទៀតគឺយើងយកបន្លែពណ៌បៃតងរបស់យើងគឺស្ពៃអញ្ចឹងបន្ទាប់មកទៀតគឺយើងដាក់ដាំទឹកឲ្យពុះមកគឺយើងបន្ថែមជាមួយនឹងអំបិលហើយនឹងប្រេងឬក៏ខ្លាញ់អញ្ចឹងយើងស្រុកបន្លែយើងគឺបន្លែស្ពៃរបស់យើងនឹងយើងស្រុកឲ្យឆ្អិនមកនៅពេលដែលឆ្អិនហើយគឺយើងស្រង់វាចេញមកទុកឲ្យស្រស់ទឹកទៅបានយើងដាក់ចូលទៅក្នុងឆ្នាំងរៀបដាក់ចូលទៅក្នុងឆ្នាំងតែម្ដងហើយយើងយកផ្សិតរបស់យើងនឹងយើងយកមកឆាបន្តិចមកហើយយើងចង់បន្ថែមជាមួយនឹងហត់ដកខ្លះមកហើយនឹងពងទាទឹកអញ្ចឹងយើងឆាវាឲ្យយើងឆ្អិនបន្តិចបានយើងបន្ថែមជាមួយនឹងគ្រឿងស៊ុបរបស់យើង2ស្លាបព្រាមកហើយនឹងស្ករ1ស្លាបព្រាកាហ្វេមកហើយបានយើងចាក់ទឹកវារងាស់បែបហ្នឹងទៅបានយើងយកទៅចាក់នៅលើស្ពៃរបស់យើងហើយយើងរងាស់វាឲ្យឆ្អិនបន្តិចមកឲ្យចូលជាតិវាបន្តិចមកប៉ុណ្ណឹងគឺរួចរាល់តែម្ដង